ទាវបុរាណសូមស្វាគមន៍ថ្ងៃនេះខ្ញុំលើកយករបៀប root Android version 5.0.1 នៅលើ Samsung Galaxy A4 root ដោយមិនចាំបាច់ប្រើកុំព្យូទ័រមកបង្ហាញជូនអ្នកទាំងអស់គ្នានេះគឺជា Android version 5.0.1 ជាដំបូងយើងគួរតែ download កម្មវិធី root checker ដើម្បីឆែកមើលម៉ាស៊ីនទូរស័ព្ទរបស់យើងថាតើទូរស័ព្ទរបស់យើងបាន root ហើយឬនៅជួនកាលទូរស័ព្ទរបស់យើងទិញមកត្រូវបានគេ root រួចហើយដូច្នេះយើងមុននឹង root យើងគួរតែ download កម្មវិធីនេះនៅ App Store បាទនៅ Play Store បើមិនទីយើងបើក root checker មកចេញពណ៌ក្រហមបែបនេះបានន័យថាមិនទាន់ root ទេបន្ទាប់មកអ្នកនរគ្នាចូលទៅកាន់ browser Chrome ឬក៏ Internet Explorer ទៅហើយចូលទៅកាន់ website rootking.net ដើម្បីធ្វើការ download កម្មវិធីសម្រាប់ root បាទចុចនៅកន្លែង free download ហើយចុច OK ដើម្បីធ្វើការ download បន្ទាប់ពីយើង download កម្មវិធីនេះចប់ file ដែលយើង download នោះវាមកនៅក្នុង my file all file download វាអត់នៅកន្លែងហ្នឹងទេបាទនៅ application យើងចុចនៅលើ file សម្រាប់ root ហ្នឹងហើយបើចេញពាក្យ setting បែបនេះយើងចុចទៅពាក្យ setting បន្ទាប់មកចុច unknown search ហើយចុច OK បន្ទាប់មកវានឹងអនុញ្ញាតឲ្យយើង install កម្មវិធី King Root យើងគ្រាន់តែ next រហូតហើយ install បន្ទាប់មកចេញមកនេះយើងចុចលើពាក្យ accept យើងអាចចុចបោកគ្រីសហើយ install anyway install ចប់យើងចុចលើ open បន្ទាប់មកយើង scroll មកខាងក្រោមរហូតដល់ពាក្យថា try it យើងចុចលើពាក្យ try it បន្តមកទៀតចុចលើពាក្យ start root កម្មវិធីនេះវាចាប់ផ្ដើម root ទូរស័ព្ទរបស់យើងហើយដូច្នេះយើងរងចាំរហូតដល់វាដើរគ្រប់ 100%ចប់រួចរាល់ហើយយើងត្រឡប់មក home screen បន្ទាប់មកយើងមកបើកឆែកមើល root checker ថាតើ root បានជោគជ័យដែរឬអត់អូខេចេញគ្រីសបែបនេះបានន័យថា root ជោគជ័យហើយដូច្នេះយើងទៅ download SuperSU នៅ Play Store មួយមកគឺជាការស្រេច